នៅក្នុងពេលបច្ចុប្បន្នមិនថាតំណែងតំណងបែបណានោះទេមិនថាសាប់ក៏បែបណានោះទេលោកក៏បានបង្រៀនឲ្យយើងចេះធ្វើបែបនេះបែបនោះទៅមួយទៀតលោកប្រាប់បង្រៀនថាកុំយកមនុស្សទាលធ្វើជាមិត្តហើយក៏កុំយកគេធ្វើជាសត្រូវដែរព្រោះមិនដឹងថាផ្លូវណាក៏ដោយក៏ពួកគេអាចបង្កគ្រោះថ្នាក់ដល់អ្នកបានដែរបើសិនជាយើងខ្សែគប់មិនល្អយើងតំណែងតំណងមិនល្អវាធ្វើឲ្យយើងនឹងមានផលប៉ះពាល់ដល់ជីវិតចឹងទៅមួយទៀតដូចជាសត្វអាសេរពឹសសត្វអាសេរពឹសវាគ្រាន់តែបង្កឲ្យយើងគ្រោះថ្នាក់បង្កឲ្យយើងមានផលប៉ះពាល់អ្វីមួយផ្សេងដែលវាអាចបង្កឲ្យយើងនឹងមានការឈឺចាប់អញ្ចឹងទៅប៉ុន្តែនៅក្នុងការសេពគប់របស់មនុស្សយើងវិញសំខាន់បំផុតទៅមកនៅក្នុងព្រះធម៌ព្រះសម្មាសម្ពុទ្ធក៏លោកបានបង្រៀនដែរថាដល់សេវនាជាពីលានណាំងបណ្ឌិតាណាំងជាសេវនាអេតាមៀងកលមត្តមន្តការមិនសេពគប់នៅបុគ្គលពីលគឺជាអសប្បុរសហើយការសេពគប់បុគ្គលអ្នកប្រាជ្ញមានចំណេះដឹងជាបណ្ឌិតមានន័យថាជាមង្គលដល់ឧត្តមក្នុងបំផុតក្នុងជីវិតឧត្តមឧត្តមនៅក្នុងជីវិតរបស់យើងអញ្ចឹងហើយយើងធ្វើយ៉ាងណាក៏ដោយជៀសវាងក្នុងការសេពគប់ក្នុងការទំនាក់ទំនងឲ្យបានល្អយើងត្រូវមើលមនុស្សដែរបុគ្គលដែលគួរសេពគប់និងបុគ្គលដែលមិនគួរសេពគប់ជួនកាលយើងសេពគប់ខុសទៅធ្វើឲ្យជីវិតរបស់យើងនឹងធ្លាក់ចុះជួនកាលទៅសេពគប់គ្រឿងញៀនជួនកាលទៅបង្ខំម៉ូតូនាំធ្វើនេះធ្វើនោះប្រទេសបដាតែសង្គមមិនទទួលស្គាល់សង្គមក៏ស្អប់ខ្ពើមយ៉ាងហ្នឹងវាមានផលប៉ះពាល់ច្រើនសម្រាប់ជីវិតរបស់យើងឧទាហរណ៍បើសិនជាយើងរស់នៅម្នាក់ឯងវាអត់ជាបញ្ហាទេប៉ុន្តែជាទូទៅវាមិនមែនថាយើងនឹងរស់នៅតែម្នាក់ឯងទេវាមានការទំនាក់ទំនងការសេពគប់មិត្តភក្តិការធ្វើនេះធ្វើនោះគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងណាសង្គមមនុស្សយើងត្រូវតែសង្កេតមើលថាក្នុងជីវិតប្រចាំថ្ងៃរបស់យើងបុគ្គលណាល្អបុគ្គលណាមិនល្អបុគ្គលណាគួរសេពគប់បុគ្គលណាមិនគួរសេពគប់នៅក្នុងជីវិតវាផ្ដោតសំខាន់ទៅលើទំនាក់ទំនងសេពគប់ទៅ